ប៉ុណ្ណេះនេះអ្នកដែលបើកបរយន្ត មួយនឹងស្លាប់ម្នាក់ហ្នឹងយកប្រហែល អូនិយាយចឹងហ្មងបង និយាយចឹងមកបានបងប្អូនយើងគាត់ខឹងបានតែបន្តតិចតួច ចង់និយាយថាបុកមនុស្សស្លាប់មួយនឹងបងលុយប្រមាណបងណា បាទបងបាទ បុកស្លាប់ជីវិតមួយបងលុយប្រមាណក្រុមគ្រួសារគេមាននរណាក៏ចង់បែកបាក់ក្រុមគ្រួសារហើយអីបាននិយាយមកចេះកិនចឹង គាត់មកពីកែនោះមកគាត់បុកតុំម៉ាំងមនុស្សធ្លាក់នោះហើយគាត់អូមតោមកដល់ មើលទៅប្រហែលជាប្រមាណម៉ែត្របង ហើយជា50-60ម៉ែត្រដែរបង មុននឹងឃើញប្រជាពលរដ្ឋផ្ទុះកំហឹងជាមួយតកងរថយន្តខ្លាំងមែនទែនតើមកពីបណ្ដាលមកពីហេតុអ្វីបានមានការផ្ទុះសារាយជាមួយតកងរថយន្តខ្លាំងបង គាត់សវណ្ណនិយាយអត់ចេះស្ដាប់គ្នាហើយជារដ្ឋគាត់ត្រំលេងមកដាក់ពីបេដៃលេងបាទមកគ្នាបានហ្នឹង បានបងណា បាទ ជាពលរដ្ឋមានការខឹងសម្បានិយាយស្ដាប់អត់ស្ដាប់គ្នាវាយយកបាទ បាទ ជារឿងហួសចិត្តមែនទែនបងប្អូនបាទគឺបុកហើយមិននៅកន្លែងកាត់ហេតុទេបើកព្យាយាមបើករថកិច្ចហើយគឺបានបោះពាក្យសម្ដីអញ្ចឹងទៀតបាទបុកស្លាប់ជីវិតមួយបងលុយប្រមាណតាមការបញ្ជាក់បងប្រុសបង្កើតរបស់ជនរងគ្រោះដែលម៉ែហើយរបួសធ្ងន់ធ្ងរមិនដឹងថាស្លាប់ឬក៏រស់ក៏បានបោះពាក្យសម្ដីថាបុកមនុស្សស្លាប់ម្នាក់ហ្នឹងបាទបងប្រមាណបាទទៅប្រជាពលរដ្ឋមានការផ្ទុះកំហឹងខ្លាយជាហិង្សាបានគឺវាយតកងរថយន្តបាទម្នាក់ម្ដាយម្នាក់មួយជើងបាទបងប្អូនបានមើលតែជីវិតលក់ទីផ្សារអញ្ចឹងបងប្អូនប្រិយមិត្តជនក្រុមគ្រួសារគេមានអ្នកណាក៏ចង់បែកបាក់ក្រុមគ្រួសារហើយអីបាននិយាយមកចេះកិនអញ្ចឹងបាទគឺចោះមកមិននិយាយថាវាជាបតវហេតុអីមួយចេះពីរនិយាយតាមសម្រួលប្រាប់ជាពលរដ្ឋទេបែរជាបោះពាក្យសម្ដីថាបុកហើយបាទជីវិតមួយនឹងបាទបងលុយប្រមាណបាទជីវិតមួយបងលុយប្រមាណទៅជាពលរដ្ឋមានការផ្ទុះកំហឹងបងប្អូនប្រិយមិត្តទស្សជនបាទវាជារឿងហួសចិត្តមែនតើបងប្អូនបាទគឺបុកហើយមិននៅកន្លែងកាត់ហេតុទេបើកព្យាយាមបើករថកិច្ចហើយគឺបានបោះពាក្យសម្ដីអញ្ចឹងទៀតបាទបុកស្លាប់ជីវិតមួយបងលុយប្រមាណបាទប្រិយមិត្តទស្សជន បាយសុកហើយស្រាប់តែលើដំណឹងថាបងអូនតែមកថាឡានបានប៉ះពីអញ្ចឹងបាទបានមកមកដល់បានឃើញបងអូនគេយកទៅពេទ្យទៅអស់ បាទមិញបងនៅកន្លែងកាត់ហេតុនេះទេហើយបានឃើញតកងរថយន្តមិញទេបង បានឃើញមកបានឃើញ គាត់ស្វឹងឬក៏យ៉ាងណាដែរបង បើអាចស្វឹងនឹងអ្នកប្តីប្រពន្ធមកគាត់ស្វឹង ចឹងគាត់អង្គុយក្នុងរថយន្តនេះពីអ្នកប្តីប្រពន្ធពេលដែលបុកហើយគាត់មិនមានបំណងនៅឈប់នៅកន្លែងកាត់ហេតុព្យាយាមបើករថកិច្ចចឹងមិនបង បាទបងបាទបើអាចមានរថកិច្ចទេព្រោះអីបុកតុងពីនោះមកបងបុកតុងពីនោះ បងមើលសម្លឹងមើលទៅផែជាចូលប្រហែលម៉ែត្រដែរបង បើជាបើនិយាយទៅចូល50-60ម៉ែត្រ 50-60ម៉ែត្របងណាហើយបាញ់ហ្នឹងហេតុអីបានប្រជាពលរដ្ឋធ្វើការស្វាគមន៍តកងរថយន្តជាច្រើនអ្នកបែបនេះមានដឹងថាមិនទេបង ធ្វើអីឬក៏គាត់មានលុយច្រើនអត់ដឹងមិនដែរបើគាត់និយាយមកលក្ខណៈធ្វើឲ្យបងប្អូនយើងទប់មិនបានវាលក្ខណៈបាញ់គាត់ថាបុកជីវិតមួយនឹងស្លាប់ម្នាក់ហ្នឹងយកប្រហែល អូនិយាយចឹងហ្មងបង និយាយចឹងមកបានបងប្អូនយើងគាត់ខឹងបានតែបន្តតិចតួច ចង់និយាយថាបុកមនុស្សស្លាប់មួយហ្នឹងបងលុយប្រមាណបងណា បាទបងបាទ បងអូនបានឃើញហើយគឺពិតជារន្ធត់មែនតើបងប្អូនបាទចូលផែជា50-60ម៉ែត្របុកអុសម៉ូតូមកក្រោមរថយន្តនឹងអុសបែកផ្កាភ្លើងពេញផ្លូវបងប្អូនប្រិយមិត្តទស្សជនបាទអានេះសំណាងដែលមិនម៉ូតូមិនចេញពីរថយន្តម៉ូតូចេញពីរថយន្តរត់បាត់ហើយបងប្អូនបាទមិននៅកន្លែងហ្នឹងទេបើគាត់មានបំណងថាចង់រត់ហើយហ្នឹងបាទគឺតាមការបញ្ជាក់ពីបងប្អូនជាពលរដ្ឋរថយន្តខាងលើហ្នឹងបោះពូជលឿនខ្លាំងមែនតើទៅដៅពីត្បូងមួយជើងក្មេងប្រុសហ្នឹងគាត់ចេញពីទិញទឹកដោះគោមកទៅដៅរបស់គាត់តាមផ្លូវបេតុងដូចគ្នាពីកើតមកលិចដល់ផ្លូវ8/4រថយន្តបោះពូយ៉ាងលឿនឆ្លងផ្លូវហ្នឹងក៏បានបុកប្រើចាត់ក្មេងប្រុសបោកក្បាលរបួសធ្ងន់ធ្ងរមែនទែនដឹងថាស្លាប់ឬក៏រស់ហើយចំណាយអរយន្តក៏បន្តដំណើរមកខាងមុខទៀតបងប្អូនប្រិយមិត្តទស្សជនបាទយើងឃើញនេះគឺជាទឹកដោះគោរបស់បងប្អូនប្រុសបាទគឺជាទឹកដោះគោរបស់បងប្អូនប្រុសបងប្អូនយើងឃើញនេះគ្នាមិនទិញមិនទាន់បានផឹកផងបងប្អូនទេបាទគឺនៅពេញហ្មងបងប្អូនបាទពេញហ្មងបាទដោយបងប្រុសរបស់គាត់ប្រើទៅទិញផ្អែមហើយគាត់ក៏ទៅទិញផ្អែមទិញដោះគោមកមិនទាន់បានផឹកជួបជុំគ្នាផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍នេះបងប្អូនដឹងថាស្លាប់ឬក៏រស់នៅមន្ទីរពេទ្យមទស្សជនយើងបាទរថយន្ត Ford ទិញពណ៌សដែលពាក់ស្លាកលេខកម្ពុជា P.Y.7 បាទប្រិយមទស្សជនយើងបាទដែលបងប្អូនបានឃើញហេតុការណ៍កំពុងមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុដែលនៅតាមបណ្ដោយផ្លូវបេតុងសង្កាត់គីឡូម៉ែត្រលេខ6ក្នុងខណ្ឌរិស័យកែវរាជធានីភ្នំពេញនៅក្បែរនឹងប៉ុស្តិ៍ទូរទស្សន៍ថោនេះផ្ទាល់តែម្ដងបងប្អូនប្រិយមទស្សជនបាទហេតុការណ៍ដ៏រន្ធត់ហើយបែរជាតកងរថយន្តបោះពាក្យសម្ដីដែលប្រជាពលរដ្ឋមិនអាចទទួលយកបានបាទដោយសារប្រជាពលរដ្ឋមានការអាណិតក្មេងប្រុសនឹងខ្លាំងពេកហេតុអីរងការប្រមាថជីវិតពីតកងរថយន្តស្របពេលដែលរថយន្តរបស់ខ្លួនបានបើកបុកម៉ូតូជាមួយម៉ូតូក្មេងហើយនេះបងប្អូនបាទក្នុងហេតុការណ៍នេះខ្ញុំមិនទាន់ដឹងថាខាងណាខុសខាងណាត្រូវទេប៉ុន្តែជាក់ស្ដែងខ្ញុំនិយាយអ្វីទៅតាមការបញ្ជាក់ពីបងប្រុសរបស់ជនរងគ្រោះដែលបានបញ្ជាក់ថា
បុកបាទក្មេងមួយហ្នឹងស្លាប់បងលុយប្រមាណបាទនេះជាការប្រមាថជីវិតគ្នាមែនតើគ្នាក៏ចង់រស់រានមានជីវិតដូចតែយើងដូចតែអស់គ្នាក៏ចង់មានជីវិតបាទរស់នៅរស់រានមានជីវិតដូចតែគេដូចតែឯងអញ្ចឹងហើយអីទៅប្រមាថជីវិតគ្នាស្របពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់មិនដឹងថាស្លាប់ឬក៏រស់នោះបាទអញ្ចឹងប្រជាពលរដ្ឋទទួលយកមិនបានក៏ធ្វើការស្វាគមន៍បាទម្នាក់ម្ដាយមួយជើងមុននឹងសមត្ថកិច្ចយកទៅប៉ុស្តិ៍ឥឡូវតកងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្លងម៉ាលលេខ6ដើម្បីធ្វើការសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធីនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះផងដែរអរគុណ